Hello បងប្អូនថ្ងៃនេះចង់សប្តាហ៍ថ្ងៃតើស្កាត់ពីពេញដើម្បីមកលេងស្រុកកំណើតនៅខេត្តកំពង់ចាមក្រោយពីខ្ញុំធ្វើដំណើរមកដល់ពាក់កណ្ដាលផ្លូវក៏ឆ្លៀតតកាមេរ៉ាមក selfie មួយទុកជាអនុស្សាវរីយ៍ពេលដល់ពាក់កណ្ដាលក៏ជួបអ៊ំពូមីងគាត់នៅឈរនៅមុខនឹងមើលស្រែចម្ការរបស់គាត់ហើយខ្ញុំក៏ឆ្លៀតតកាមេរ៉ាមកថតទេសភាពនៅទឹកដីកំពង់ចាមឲ្យអ្នកនរគ្នាមើលហើយពេលខ្ញុំមកដល់រោងម៉ែខ្ញុំគាត់ភ្ញាក់ផ្អើលខ្លាំងមែនតើដោយសារខ្ញុំមកហ្នឹងខ្ញុំអត់បានប្រាប់គាត់មុនទេខ្ញុំទៅដល់ surprise គាត់ហើយគាត់ស្វាយចិត្តថាគាត់ថាអូនមកដល់ពេញការហើយមកទៅស្នាមញ៉ាំរបស់គាត់ទៅដឹងហើយក៏បានជួបពុកម៉ាស់ខ្ញុំគាត់ក៏បាននិយាយថាគាត់នឹកកូនបើគាត់ថាមកថ្ងៃក្រោយប្រាប់គាត់មុនឬនៅហើយខ្ញុំពិតជាស្វាយចិត្តខ្លាំងមែនតើហើយមកទៅស្នាមញ៉ាំរបស់គាត់ទៅក៏ដឹងដែរថាគាត់ហ្នឹងមានអារម្មណ៍ថាស្វាយចិត្តរំភើបនៅពេលដែលកូនមកលេងគាត់ហើយចុងក្រោយវីដេអូនេះខ្ញុំថតខ្ទង់ម៉ោង4 7 ម៉ោង 5ហើយនេះគឺជាពុកបាយខ្ញុំនេះគឺជាម៉ែបាយខ្ញុំហើយមានឆ្មានេះមានឆ្មាមួយគាត់ចិញ្ចឹមឆ្មាហើយនេះបងស្រីបាយខ្ញុំមកគាត់នៅអាំងត្រីហើយនៅក្នុងទឹកគឺបងប្រុសរបស់ខ្ញុំនេះសិតក្នុងទឹកហើយយើងក៏បានឆ្លៀតថតជុំវិញបរិវេណជុំវិញហ្នឹងឲ្យអ្នកទាំងអស់គ្នាមើលមានអីទេអ្នកនរមានតែប៉ុណ្្នឹងប្រហែលអ្នកស្រែចម្ការហើយមើលវីដេអូហ្នឹងទៅតាមហ្នឹងទៅអ្នកនរគ្នាខ្ញុំខ្ញុំអរយ៉ាងច្រើនដែរហើយឥឡូវយើងចូលម៉ោង 5 បាត់ហើយល្ងាចហើយរៀបចំទៅវិញខ្ទង់ម៉ោង 5 កន្លះមិនពួកខ្ញុំត្រឡប់ទៅផ្ទះវិញហើយរៀបចំទៅពេញបាយបាយអរគុណអ្នកនរគ្នា